បាទជំរាបសួរបងប្អូនយើងក្នុងសង្គម Facebook ទាំងអស់ជាទីគោរពនិងជាទីស្រឡាញ់បាទថ្ងៃនេះមកជួបខ្ញុំបាទជាមួយនឹងផ្នែកកសិកម្មលក្ខណៈគ្រួសារបាទនៅក្នុងគ្រួសារនៅពេលដែលទំនេរក្នុងមួយថ្ងៃនេះឆ្លៀតធ្វើការបិកកពុកតិចតួចចាំងដីតាមដំណាំកបិកកពុកហ្នឹងទៅគ្រាន់តែទឹកហូបហ្នឹងហើយមានស្ពៃមានអីគ្រប់បែបយ៉ាងចឹងទៅបាទកាត់បន្ថយនៅការចំណាយថវិកាច្រើនណាបាទយើងតាមទៅឆ្លៀតពេលគេហៅថារពឹសដៃផ្ទៃឆ្អែតណាយើងតាមទៅពេលកពុកហ្នឹងមានតកួនមានអីចឹងមកហើយខ្នោចឹងទៅរបស់ដែលយើងហូបហ្នឹងណាបងប្អូនណាបាទខ្នោក៏មានប្រយោជន៍សម្រាប់គ្រួសារយើងដែរវាមានវីតាមីនច្រើនបាទអត់ទេរពឹសដៃធ្វើអញ្ចឹងតែមិនខ្វះហូបទេបងប្អូនហ្នឹងហើយនេះគឺការដាំតឡាចខ្លះហើយនេះហើយជ្រោយលហុងបាទលហុងដឹងមិនទេនេះមានរងឈ្មោលចាំមើលហើយនេះក្រូចខ្លុងបាទក្រូចខ្លុងបាន2ឆ្នាំហើយ2ឆ្នាំជាងហើយហ្នឹងហើយជ្រោយវាទៅខែហ្នឹងយើងជ្រោយស្រោចទឹកទៅវាមិនទាន់មានទឹកបបោបាទអានេះដើមមៀតដើមមនបាទដើមមនក៏មានប្រយោជន៍ដែរហ្នឹងហើយសិតតែថ្នាំមកសិតបុរាណហ្នឹងកាពះពវៀនអីក៏ត្រូវដែរហើយមានដើមជពូដើមនោមខ្លះចឹងមកហើយអានេះដើមពោតបារាំងបាទអានេះព្រីងម៉ាឡេបាទព្រីងម៉ាឡេហ្នឹងខ្ញុំមានបន្តិចដែរបាទនេះដើមក្រូចខ្លុងហ្នឹងបាទទាំងអស់នោះគឺសិតតែជាការទៅពឹសដៃផ្ទៃឆ្អែតរបស់ខ្ញុំក្នុងមួយថ្ងៃឆ្លៀតពេលធ្វើនឹងទៅណាទេបងប្អូនអើយមានការងារគេធ្វើទេធ្វើចឹងលក្ខណៈគ្រួសារទៅជាធ្វើទៅលពឹសដៃចឹងមកកុំឲ្យលពឹសដៃទៅលួចគេបងប្អូនណាមិនកើតទេលួចគេជាប់គុកបាទហើយខ្នោផ្លែល្អដែរហ្នឹងបងប្អូនអើយលក្ខណៈដែលខ្ញុំធ្វើនេះគឺខ្ញុំគ្មានចំណេះចេះដឹងមកពីណាឬគឺខ្ញុំមើលគេមើលឯងតគ្នាមកយកមកអនុវត្តទៅក៏បានដុះបានផ្លែបានភោគផលអញ្ចឹងទៅផ្លែល្អណាស់បងប្អូនអើយខ្នោដាំប្រមាណដើមបាទឥឡូវនេះពេលយាខ្ញុំក៏រៀបចំស្លអីទេនេះមានបន្លែមានអីបាទចំទាបាទទាក៏ចាំជាចំទាកប៉ាទាស្រុកអីតិចតួចទៅក្នុងភូមិរបស់យើងហ្នឹងបាទទាហ្នឹងបានបន្តិចតែនឹងបាន1គីឡូវាជិតដល់1គីឡូឬក៏7ខាំហើយតែញាស់មកហើយឆ្លៀតពេលបេះព្រីងមកបន្តិចនៅព្រីងហ្នឹងហើយព្រីងក្រោយផ្ទះអានេះព្រីងធម្មតាណាព្រីងស្រែយើងមើលហៅថាព្រីងធម្មជាតិមុខមិញតន់ផ្លែអានោះព្រីងម៉ាឡេអានេះផ្លែនេះព្រីងខ្មែរយើងសិតសាតណាបើផ្លែធំណាបងប្អូនអើយផ្អែមជួយតែមីហើយនៅខាងខ្ញុំនេះវាមិនសូវសម្បូរអញ្ចឹងស្រួលលក់បេះហើយដាក់តាមខ្នល់ឲ្យមួយផ្លែតអស់លីងបាទសូមអរគុណនឹងការគាំទ្រនៅវីដេអូរបស់ខ្ញុំបាទសូមជួយ like ជួយឲ្យបេះដូងជួយ share ឲ្យខ្ញុំបាទផងបាទសូមអរគុណ